self talk ការសន្ទនាជាមួយខ្លួនឯងដែលអាចផ្លាស់ប្ដូរជីវិតអ្នកតើអ្នកធ្លាប់និយាយជាមួយខ្លួនឯងដែរឬទេមនុស្សជាច្រើនគិតថាការនិយាយជាមួយខ្លួនឯងគឺជារឿងចម្លែកប៉ុន្តែការពិតទៅវាគឺជាអ្វីដែលមនុស្សស្ទើរតែគ្រប់គ្នាធ្វើជារៀងរាល់ថ្ងៃពេលយើងសួរខ្លួនឯងថាតើខ្ញុំគួរធ្វើអ្វីហេតុអ្វីខ្ញុំមានអារម្មណ៍បែបនេះឬតើខ្ញុំអាចធ្វើបានទេនោះគឺជាការសន្ទនាជាមួយខ្លួនឯងឬ self talk self talk មិនមែនគ្រាន់តែជាពាក្យដែលយើងនិយាយប៉ុណ្ណោះទេប៉ុន្តែវាជាសំឡេងខាងក្នុងដែលមានឥទ្ធិពលលើការគិតអារម្មណ៍និងការសម្រេចចិត្តរបស់យើងពាក្យដែលយើងប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃអាចคล้ายជាជំនឿហើយជំនឿនោះអាចកំណត់ទិសដៅនៃជីវិតនៅពេលយើងបរាជ័យមនុស្សជាច្រើនតែងតែនិយាយថាខ្ញុំមិនល្អគ្រប់គ្រាន់ទេឬខ្ញុំមិនអាចធ្វើបានទេពាក្យទាំងនេះអាចធ្វើឲ្យយើងបាត់បង់ទំនុកចិត្តនិងមើលមិនឃើញឱកាសថ្មីប៉ុន្តែបើយើងផ្លាស់ប្ដូរទៅជាពាក្យដែលមានការយល់ចិត្តនិងផ្អែកលើការពិតដូចជាវាពិបាកប៉ុន្តែខ្ញុំអាចរៀនបានឬការបរាជ័យនេះគឺជាមេរៀនមិនមែនជាទីបញ្ចប់ទេនោះយើងនឹងមានកម្លាំងចិត្តក្នុងការបន្តដំណើរទៅមុខការនិយាយជាមួយខ្លួនឯងមិនមែនជាការបោកប្រាស់ខ្លួនឯងឲ្យគិតវិជ្ជមានដោយគ្មានមូលដ្ឋាននោះទេផ្ទុយទៅវិញវាជាការនិយាយដោយភាពស្មោះត្រង់ទទួលស្គាល់ការពិតទទួលយកកំហុសនិងលើកទឹកចិត្តខ្លួនឯងឲ្យបន្តរីកចម្រើនវាជាការបង្ហាញនូវការគោរពចំពោះខ្លួនឯងដូចដែលយើងនិយាយលើកទឹកចិត្តមិត្តល្អម្នាក់នៅពេលគាត់កំពុងជួបការលំបាកអ្នកចិត្តវិទ្យាជាច្រើនជឿថាគុណភាពនៃការសន្ទនាជាមួយខ្លួនឯងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផ្លូវចិត្តទំនុកចិត្តនិងសមត្ថភាពក្នុងការដោះស្រាយបញ្ហាពេលយើងរៀនស្ដាប់ខ្លួនឯងនិងជ្រើសរើសពាក្យដែលសាងសង់ជំនឿល្អយើងនឹងកាន់តែយល់ពីតម្លៃរបស់ខ្លួននិងរស់នៅដោយមានគោលបំណងច្បាស់លាស់ដូច្នេះចាប់ពីថ្ងៃនេះទៅសូមសាកល្បងស្ដាប់សំឡេងខាងក្នុងរបស់អ្នកសួរខ្លួនឯងដោយភាពស្មោះត្រង់លើកទឹកចិត្តខ្លួនឯងដោយភាពមេត្តានិងកុំឲ្យពាក្យអវិជ្ជមានក្លាយជាសំឡេងដែលគ្រប់គ្រងជីវិតអ្នកព្រោះនៅចុងក្រោយមនុស្សដែលអ្នកនិយាយជាមួយជាប់ជាញឹកមិនមែនជាអ្នកដទៃទេគឺជាខ្លួនអ្នកផ្ទាល់ហើយសំឡេងនោះអាចជាកម្លាំងដែលជួយឲ្យអ្នករីកចម្រើនឬជាឧបសគ្គដែលរារាំងអ្នកដូច្នេះចូលជ្រើសរើសនិយាយជាមួយខ្លួនឯងដោយប្រាជ្ញាមេត្តាករុណានិងក្តីសង្ឃឹម